ស្ដីកម្ពុជាទូទៅonline សូមស្វាគមន៍បាទពេលនេះខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូដ៏ខ្លីមួយសម្រាប់បង្ហាញជូនអ្នកទាំងអស់គ្នាគឺរបៀបបាទថ្ងៃនេះគឺមេរៀនប្លែកគឺតកតនឹង router នៅលើ Microtik ម្ដងបាទអញ្ចឹងនេះខ្ញុំនឹងបង្ហាញពីរបៀប connect ទៅកាន់ router ជាប្រភេទ Microtik បាទតាមរយៈ Winbox បាទព្រោះយើងដឹងហើយថា Winbox អ្នកអាច download ពី Google ក៏បានបាទដល់ពីណាមកក៏បានដែរគឺ free ទេព្រោះវាជាពពួក open source របស់ Microtik បាទអញ្ចឹងបន្តយើង download បានហើយព្រោះក្នុងនេះខ្ញុំប្រើ version Winbox version 2.2.18 បាទអញ្ចឹងដើម្បី connect ទៅកាន់ Microtik router របស់យើងបាទគ្រប់ប្រភេទទាំងអស់គឺបាទអញ្ចឹងដំបូងខ្ញុំបាទបើកបាទ Microtik Winbox loader ជាងកន្លែង connect to បាទត្រង់ចំណុច connect to នេះដែលនៅក្នុងករណីយើងកំពុងស្ថិតនៅក្នុង network តែមួយជាមួយនឹងឧបករណ៍ Microtik របស់យើងក៏ចុចលើបាទក្នុងករណីបើសិនយើងអត់ដឹង IP របស់វា local ឬអីយើងអាចចុចលើនេះបើសិនយើងភ្លេច IP ចុចអីណាបាទឬក៏ក្នុងករណី IP របស់វាមានបញ្ហាយើងអាច connect តាមខ្សែក្នុងនេះយើងអាចចុចមកវាមានឲ្យយើងរើសជា IP និង MAC address បាទពេលខ្លះវាអាច connect តាមរយៈ IP បានទេតែវាអាច connect តាមរយៈ MAC address បានដោយសារវាអត់ទាន់មាន IP ឬក៏ IP របស់វាយើងច្រឡំ reset អីចឹងទៅបាទប៉ុន្តែយើងអាច connect វាតាម MAC address បានបាទអញ្ចឹងយើងអាចចុចមួយណាក៏បានដែរអាចចុចលើនេះដើម្បី connect តាម MAC IP តែដោយសារ IP នេះខ្ញុំបាន config វាហើយនៅ copy.8.8.1 បាទគឺយើងអាចចុចទៅលើ MAC address ដើម្បី connect តាមរយៈ MAC address តែប៉ុន្តែដើម្បីឲ្យដំណើរការ connect ល្អយើង make sure ថា IP របស់យើងនេះពេលយើង config IP របស់យើងនៅលើ adapter របស់យើងណាបាទសូមឲ្យវាស្ថិតនៅក្នុង rank តែមួយឧទាហរណ៍ថានេះ88Microtik របស់យើង IP LAN របស់វា 88.1 អញ្ចឹងយើងធ្វើម៉េចបាទ set IP របស់យើងឲ្យស្ថិតនៅក្នុង net ID តែមួយស្ថិតក្នុង rank តែមួយដូចជា 88.2 88.3 88.4 អីចឹងទៅបាទតើមកកន្លែង login គឺជាឈ្មោះ user ជាទូទៅគឺ login by default ប៉ុន្តែបើយើងបានដូរឬក៏យើងបានកែប្រែនៅក្នុង Microtik ហើយយើងអាចដាក់ឈ្មោះវាត្រង់នេះបាទហើយជា default admin ហើយបើខ្ញុំនេះមក admin ចំណែក password បាទ y password ដែលយើងបានកំណត់ពីមុនបាទជា default របស់វាអាច blank បាទទៅតាមប្រភេទ Microtik ដែរតាមប្រភេទ Microtik ខ្លះ blank ម៉ាកខ្លះ admin ដូច username ខាងលើបាទតែក្នុងនេះដោយសារខ្ញុំបានកំណត់វាពីមុនមកហើយអញ្ចឹងខ្ញុំបានបាយ password ចូលបាទជាអាចលើប៊ូតុង connect អញ្ចឹងពេលនេះយើងអាច access បានចូលទៅកាន់ Microtik របស់យើងតាមរយៈ MAC address ប៉ុណ្ណេះបាទដល់ប្រើ user admin បាទឲ្យមើលព័ត៌មានផ្សេងៗទៀតហើយចំណែកឯ configuration ក្នុងនេះយើងជួបគ្នានៅវីដេអូក្រោយទៀតបាទចង់ចាក់ចេញវាយើងអាចចុច exit បាទក្នុងនេះយើងមាន option មួយចំនួនតូចទៀតដូចជាតទៅ keep password បាទ keep password គឺមានថាឲ្យវាពេលយើងបើកវាមកលើក្រោយឲ្យវាមាន password នឹងស្រាប់ដល់យើងមិនបាច់ចាំវាយច្រើនដងទេព្រោះពេលខ្លះយើងខ្ជិលវាយយើងអាសាចូល config យើងខ្ជិលវាយយើងអាច keep password វាបាទដូច save password ចឹងណាបាទហើយមួយទៀតតកតងនឹងsave គឺមានថាយើង save នេះទុកខ្ញុំចុច save មកវា save នេះទុកថ្ងៃក្រោយយើងព្រោះក្នុងករណីយើងមាន Microtik ច្រើនយើងពិបាកចាំ IP ពិបាកចាំអីយើងចុចលើ save មកបាទថ្ងៃក្រោយយើងគ្រាន់តែចុចទៅលើ list ណាដែលយើងចង់ connect ទៅកាន់ Microtik router ណាមួយយើងក៏ចុចលើវាមកចុច connect បាទណាបាទវីដេអូតាហើយចំណែក IP ត្រង់នេះ IP ត្រង់នេះមិនមែនតែ IP local ទេពេលខ្លះយើងអាច connect ពីជា IP public ឧទាហរណ៍ថាជា IP មួយដែលក្រុមហ៊ុន ISP ផ្ដល់ឲ្យយើងណាបាទចំការយើងនៅកន្លែងការងាររបស់យើង Microtik របស់យើងនៅវិទីមានជ័យដល់យើងទៅធ្វើការនៅបាត់ដំបងនៅភ្នំពេញអីចឹងឬនៅប្រទេសផ្សេងអីចឹងយើងក៏អាច connect មកកាន់ router របស់យើង config ឬមើលបានដែរអ្នកណាប្រើអ្នកណាអីបាទដោយកន្លែង connect to នេះគឺយើងត្រូវដាក់ IP public មួយដែលបានពីក្រុមហ៊ុន ISP បាទក្រុមហ៊ុន Internet Service Provider ហ្នឹងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតឲ្យយើងហ្នឹងគេឲ្យយើងបាទអញ្ចឹងយើងសុំវាមួយទៅគេឲ្យយើងហើយបើថាក្នុងករណីយើងអត់ដឹងទេយើងមិនអាចទៅសុំគេទេយើងអាចចូលមើលក្នុងនេះ
បាទគឺ IP address បាទនេះ IP address របស់យើង បាទនេះ interface ដែលខាងក្រោមនេះគឺរបស់យើង config ក្នុង LAN ទេតែនេះគឺរបស់ public របស់យើងបាទអូខេចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយចំណែក configuration មួយចំនួនទៀតគឺខ្ញុំនឹងយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ